ជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពី function ថ្មីគឺដែលយើងហៅថាVLOOKUP អញ្ចឹងយើងប្រើវាដើម្បីអឺស្រួលរកទិន្នន័យឬមួយក៏នៅពេលដែលយើងមានមនុស្សច្រើនយើងអាចវាយតែ ID ទៅវាចេញឈ្មោះឬក៏ចេញអឺ department salary អញ្ចឹងទៅអូខេអញ្ចឹងខ្ញុំនឹងប្រើវាទៅរកឈ្មោះអូខេអញ្ចឹងកន្លែងនេះដែរខ្ញុំដាក់ថាស្មើ VLOOKUP អានេះគឺ value sorry lookup value អញ្ចឹងបានន័យថាយើងគួរតែទៅមើលក្នុង value ណាដើម្បីឲ្យវាទៅរកអូខេអញ្ចឹងខ្ញុំចង់ search ID 103អញ្ចឹងខ្ញុំដាក់103មកអូទៀតខ្ញុំច្រឡំ enter ហ៎103មកតមកគឺ table array អញ្ចឹងខ្ញុំ select វាទាំងអស់អូខេបន្ទាប់មកគឺខ្ញុំចង់ឲ្យវាទៅរកឈ្មោះអញ្ចឹងឈ្មោះគឺលេខ2ខ្ញុំដាក់លេខ2បន្ទាប់មកគឺ for ខ្ញុំដាក់វា for មកអូខេអញ្ចឹងយើងហើយយើងចុចថាមកនេះអញ្ចឹងលេខ103គឺវាបានទៅ Alice Brown ហើយយើងចង់ឲ្យវាបង្ហាញអូខេអញ្ចឹងបើយើងចង់ឲ្យវាបង្ហាញទៅ department យើងដាក់លេខ3វិញមកកន្លែងនេះអូខេអញ្ចឹងអានេះវានឹងទៅជា finance វិញអូខេអញ្ចឹងវា look up យើងគ្រាន់តែជំនួយឲ្យយើងស្រួលរកជាងមុននៅពេលដែលវាមានត្រណ័យច្រើនយើងអាចមាន ID យើងគ្រាន់តែចុច VLOOKUP គឺវានឹងចេញឲ្យយើងតែម្ដងអូខេអញ្ចឹងមេរៀននឹងមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយ